សេចក្តីជូនដំណឹងក្រសួងព័ត៌មានមន្ទីរព័ត៌មានខេត្តតាកែវលេខ022/2026សចនស្តីពីការប្រមូលសេវាសាធារណៈលើការប្រកបអាជីវកម្មពាក់ព័ន្ធវិស័យព័ត៌មាននិងសោតទស្សន៍មន្ទីរព័ត៌មានខេត្តតាកែវសូមជម្រាបជូនដំណឹងដល់ឯកឧត្តមលោកជំទាវលោកស្រីជាម្ចាស់ស្ថានីយ៍វិទ្យុទូរទស្សន៍និងទូរទស្សន៍ខ្សែកាបកន្លែងបោះពុម្ពនិងថតចម្លងអគារឬផ្ទះលក់ឧបករណ៍សោតទស្សន៍និងកន្លែងជួសជុលម៉ាញ៉េវិទ្យុទូរទស្សន៍រ៉ូនីអូអំភ្លីមេក្រូម៉ាស៊ីនថតនិងជួសជុលម៉ាស៊ីនកុំព្យូទ័រម៉ាស៊ីនថតចម្លងអ៊ីនធឺណិតកាហ្វេសិប្បកម្មផលិតស្លាកសញ្ញាស្លាកយីហោហាងឬតូបលក់ទស្សនាវដ្តីសម្ភារៈសិក្សានិងកាសែតគ្រប់ប្រភេទការធ្វើអាជីវកម្មតាមគេហទំព័រកាសែតស្ថានីយ៍វិទ្យុ FM និងការផ្សព្វផ្សាយតាមផ្ទាំងស្លាកយីហោស្លាកសញ្ញាអាហ្វីសប៉ាណូរបារកាត់ទទឹងផ្លូវនិង LED ព្រមទាំងភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មតាមប័ណ្ណប្រកាសនិងផ្សព្វផ្សាយតាមមធ្យោបាយផ្សេងៗទៀតទាំងអស់មេត្តាជ្រាបថាយោងអនុក្រឹត្យលេខ18អនក្របកចុះថ្ងៃទី8ខែកុម្ភៈឆ្នាំ2017របស់រាជរដ្ឋាភិបាលស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិប្រកាសលេខ351ពមប្រកចុះថ្ងៃទី2ខែតុលាឆ្នាំ2018របស់ក្រសួងព័ត៌មានស្តីពីការធ្វើប្រតិភូកម្មផ្ទេរមុខងារការផ្តល់សេវារដ្ឋបាលលើវិស័យព័ត៌មានជូនរដ្ឋបាលរាជធានីខេត្តប្រកាសលេខ294ប្រកពមចុះថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025របស់ក្រសួងព័ត៌មានស្តីពីលក្ខខណ្ឌគុណវុឌ្ឍិនិងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍សេចក្តីណែនាំលេខ002សននតកចុះថ្ងៃទី19ខែកុម្ភៈឆ្នាំ2015របស់សាលាខេត្តតាកែវស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយអាហ្វីសប៉ាណូប័ណ្ណប្រកាសស្លាកសញ្ញាគ្រប់ប្រភេទដែលមានលក្ខណៈឃោសនាមហាជននិងផ្សព្វផ្សាយដំណឹងពាណិជ្ជកម្មសេចក្តីដូចបានគោរពជម្រាបជូនខាងលើសូមឯកឧត្តមលោកជំទាវលោកអុកញ៉ាលោកស្រីអ្នកនាងកញ្ញាដែលប្រកបអាជីវកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍នៅក្នុងក្រុងស្រុកទូទាំងខេត្តតាកែវត្រូវចូលរួមអនុវត្តច្បាប់ស្តីពីការផ្តល់សេវាសាធារណៈលើវិស័យព័ត៌មាននិងសោតទស្សន៍ដើម្បីបង់ចំណូលចូលជាថវិការដ្ឋនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តតាកែវដោយឡែកម្ចាស់ក្រុមហ៊ុនឬអង្គភាពឬភ្នាក់ងារអាជីវកម្មដែលពុំទាន់បានសុំសិទ្ធិលើការប្រកបអាជីវកម្មឬអស់សុពលភាពក្នុងការផ្សព្វផ្សាយឬប្រកបអាជីវកម្មត្រូវមកបំពេញសំណុំបែបបទសុំបើកនិងបន្តសុពលភាពតាមការណែនាំរបស់មន្ទីរព័ត៌មានខេត្តតាកែវក្នុងការលើកតាំងផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈ LED របារកាត់ទទឹងផ្លូវផ្ទាំងប៉ាណូអាហ្វីសឬស្លាកសញ្ញាស្លាកយីហោនិងការធ្វើអាជីវកម្មរបស់ខ្លួននៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តតាកែវសម្រាប់ឆ្នាំ2026ចាប់ពីដើមខែមករានេះតទៅលក្ខខណ្ឌការស្នើសុំមានដូចខាងក្រោម1ចំពោះម្ចាស់អាជីវកម្មនិងឬពាណិជ្ជកម្មណាដែលមិនទាន់បានសុំសិទ្ធិផ្សព្វផ្សាយនិងឬធ្វើអាជីវកម្មត្រូវមកដាក់ពាក្យស្នើសុំឲ្យបានមុនបំណាច់ខែមេសាឆ្នាំ2026 2ចំពោះម្ចាស់អាជីវកម្មនិងឬពាណិជ្ជកម្មណាដែលបានសុំសិទ្ធិធ្វើអាជីវកម្មឬផ្សព្វផ្សាយឆ្នាំចាស់រួចហើយតែត្រូវបន្តសុពលភាពត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាពសារជាថ្មីមុនផុតកំណត់កាលបរិច្ឆេទក្នុងលិខិតអនុញ្ញាតឆ្នាំចាស់រយៈពេល1ខែក្នុងករណីម្ចាស់អាជីវកម្មមិនបានអនុវត្តតាមលក្ខខណ្ឌខាងលើនេះតម្លៃសេវានឹងត្រូវពិន័យ1គុណជា2និងត្រូវអនុវត្តវិធានការរដ្ឋបាលបន្ថែមទៀតប្រធានមន្ទីរព័ត៌មានខេត្តតាកែវសង្ឃឹមថាឯកឧត្តមលោកជំទាវអស់លោកស្រីជាម្ចាស់អាជីវកម្មនឹងចូលរួមក្នុងការអនុវត្តសេចក្តីជូនដំណឹងនេះដើម្បីប្រមូលចំណូលពីការផ្តល់សេវាសាធារណៈលើការប្រកបអាជីវកម្មពាក់ព័ន្ធវិស័យព័ត៌មាននិងសោតទស្សន៍បង់ចូលជាថវិកាជាតិដោយស្មារតីទទួលខុសត្រូវខ្ពស់ថ្ងៃប្រហោះ12រោចខែបុស្សឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569តាកែវថ្ងៃទី15ខែមករាឆ្នាំ2026ប្រធានមន្ទីរព័ត៌មានអនុប្រធានហត្ថលេខានិងត្រាពៅសុខត